ឡានចិន Ion i60 OEEV គ្រឿងដំបូងនៅកម្ពុជាមកដល់ហើយគ្រឿងទី1 Ion i60 OEEV សាកមកពេញសាំងមកពេញបើកបោបានរហូតដល់ 1200 គីឡូជាងនេះបងប្អូនឡានចិននេះដឹងឯនេះ i60 អញ្ចឹងចិន i60 ព្រោះអត់ចេះអក្សរចិនបាទហើយចង្គៀងអីស្អាតមែនតើតែមកដល់ក្តៅអត់ទាន់បានលាងដីទេនៅប្រឡាក់ប៉ុន្តែបាតក្រោមស្អាតឥឡូវយើងមើលបាតក្រោមអត់ទាន់បានដាក់ប្រឡាំងដាស់នៅឡើយទេនេះអាគុយបាទអាគុយរបស់វាក៏ធំដែរបងប្អូនទាំងគ្នាដោយសារតែជាប្រភេទ REEV បាទនេះ Ion បាទអញ្ចឹងហេតុអីបានជាប្រទេសអាគុយវាធំដោយសារតែប្រភេទ REEV ក៏ប៉ុន្តែក៏ត្រូវការកម្រិតសាំងដែរនេះកន្លែងធុងសាំងបាទអញ្ចឹងឥឡូវនេះមកដាក់នៅ SL ប៉ុន្តែបានក្រោមខ្ចីញញហ្មងសើអត់មានជ្រេះអត់មានជ្រេះទេបាទចង់និយាយចឹងស្អាតបាទនេះមេធំ SL ចេះថតឲ្យគេហើយអញ្ចឹងហើយសម្រាប់បងប្អូនទាំងគ្នាដែលមានម្ដងព្រោះឡាននេះឥឡូវមិនដល់ហើយចូលមកអញ្ចឹងចង់បានលឿនអីកក់ទៅខ្ញុំដាក់លេខទូរស័ព្ទឲ្យបងប្អូនទាំងគ្នាអញ្ចឹងដូចដឹងអញ្ចឹងសម្រាប់ Ion i60 នេះគឺប្រើប្រាស់នៅបច្ចេកវិទ្យា REEV ដែលបើកបោបានឆ្ងាយហើយតម្លៃសមរម្យក្រោម$30,000អញ្ចឹងសម្រាប់ REEV នេះគឺបើកបោបទពិសោធន៍អាចល្អខ្លាំងជាងប្រភេទ DMI ប្រភេទ PHEV EMI ឬក៏អីចឹងទៅដែលជាបច្ចេកវិទ្យា plug-in hybrid អញ្ចឹង REEV នេះគឺជាជម្រើសមួយទៀតដែលវាបើកបោបាន smooth សន្សំចៃហើយបើកបោបានឆ្ងាយបាទនៅលើនៅឡើយទេប៉ុន្តែចង់ថតឲ្យបងប្អូនទាំងគ្នាឃើញព្រោះជាក់ស្ដែងហ្មងលាងទឹកមិនទាន់ស្អាតនៅឡើយទេបាទប៉ុន្តែបាតក្រោមដូចបានប្រាប់ចឹងឥឡូវនេះគឺយកមកដាក់ការពារដើម្បីការពារអាគុយរបស់វាហើយនឹងប្លុកធុងសាំងបាទអញ្ចឹងសម្រាប់វីដេអូខ្ញុំនឹងចាំឲ្យគេលាងទឹកឲ្យស្អាតសិនបានយើងថតដាក់ជូនបងប្អូនទាំងគ្នានៅលើ Cambo ហ្មងទៅបាទព្រោះអាចនិយាយបានថានេះគឺជាគ្រឿងទី1ហើយដែលចូលមកកាន់ទីផ្សារស្រុកខ្មែររបស់យើងបាទ Ion i60